ខេអញ្ចឹងយើងចូលចំណុច 4.2 ការដាក់កំណត់ degree ទី2ជាផលគុណកត្តាណាអញ្ចឹងដាក់នេះសមីការ degree ទី2នេះ x ក្រេបូក 6x បូក 9 នេះគឺជាសមីការ degree ទី2នេះសមីការ degree ទី2អញ្ចឹងយើងដាក់ទៅជាផលគុណកត្តាអញ្ចឹងយើងប្រើរូបមន្តក៏បាននេះណាប្រើរូបមន្តក៏បានយើងយកវាទៅគុណខ្វែងក៏បានដែរឬក៏បំពេញបន្ថែមបន្ថយតួក៏បានដែរតែយើងបដោតរូបមន្តណាអានេះ x ក្រេបូកចាំយើងបំបែក2ដង ab បូក b ក្រេណាយើងបំបែកតាមរូបមន្តនេះអញ្ចឹងយើងបាន x ក្រេបូក 2ab a យើង x b យើងនេះ6អញ្ចឹងមានន័យថា6គឺបាន2គុណនឹង3បាន6ណាអញ្ចឹងអានេះ 2ab អញ្ចឹង b យើងគឺ3ក្រេនេះ9នេះ3ក្រេចូលហើយអញ្ចឹងយើងចូលរូបមន្តនេះតែម្ដងគោលដៅឲ្យយើងចេះមើលតួ a តួ b នេះតួ a បូកនេះតួ b យើង3នេះមើលនេះក៏បាន3លើកជាការរេនេះបានជាផលគុណកត្តានេះយើងរកតួ a តួ b ទៀតមកដក 2a យើង m b យើង10នេះ10គុណ2បាន20បូកអញ្ចឹងមានន័យថា10ក្រេស្មើ100ត្រូវណាអញ្ចឹងយើងបានតួ a យើង m ដកនេះក៏មិនដករូបមន្តយើងដក b លើកជាការរេមកដល់ចូលដល់ករណីនេះយើងទាញអត់បានទេហើយក៏ចូលរូបមន្តដែរអត់ចូលរូបមន្តខាងលើណាអត់ចូលតែវាចូល a ក្រេដក b ក្រេស្មើ a ដក b កតា a បូក d នេះចូលរូបមន្តនេះក៏ជាផលគុណកតាដែរណាអញ្ចឹងចង់ឲ្យតតក្រេនេះទាំងអស់ទៅបានអញ្ចឹង4បាន2ក្រេណាបាន2ក្រេអញ្ចឹងក្រេដាក់ក្រេរួមតែម្ដងមកនេះអញ្ចឹង4នេះបាន2ក្រេ t នេះក៏ក្រេគួយនេះក៏ក្រេអញ្ចឹងលើកជាក្រេរួមដក9នេះបាន3ណា3ក្រេយើងដាក់ក្រេរួមតែម្ដងមកនេះចូលរូបមន្ត a ក្រេដក b ក្រេអញ្ចឹងយើងរកតួ a តួ b មកប្រើរូបមន្ត 2p គួយដក 3t កតា 2p គួយបូក 3t នេះជាផលគុណកតាដូចគ្នាណា